ខ្ញុំមកដល់វត្តសំពនីវនីរាមបាទហៅវត្តកាហើយបាទដែលទីនេះគឺរៀបចំរួចរាល់ហើយសម្រាប់ការត្រៀមប្រកួតបដាល់អារាមគុណខ្មែរ V Active អារាមគុណខ្មែរវគ្គផ្ដាច់ព្រាត់ដណ្ដើមខ្សែក្រវ៉ាត់បាទ25គីឡូក្រាមមានរិទ្ធីរ៉ាឌីជាមួយនឹងពុកអាពុយបាទយប់នេះម្ចាស់ខ្សែក្រវ៉ាត់ឃើញហើយដល់ពេល48គឺវេតខ្លាឋាន់បាទវេតខ្លាឋាន់ជាមួយនឹងរឹតស្វាដែកអូហើយសិតតែមែនអ្នកបាត់ដំបងបាទឈ្នះពីវត្តផ្សេងមកបាទឈ្នះពីការប្រកួតផ្សេងមកបាទមកជួបគ្នាផ្ដាច់ព្រាត់នៅទីនេះហើយនៅទីនេះមានកីឡាករម្នាក់ធ្លាប់ឈ្នះខ្សែក្រវ៉ាត់អារាមគុណខ្មែរគឺរិទ្ធីវីរៈបាទរិទ្ធីវីរៈដែលគាត់ឈ្នះកាលនោះហើយគាត់ក៏បានមានសម្បត្តិហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីប្រកួតបន្តបាទអញ្ចឹងយើងសង្កេតឃើញបាទទស្សនវិជ្ជាទូទៅមានបងប្អូនដែលជាអាជីវករគាត់ចាប់ផ្ដើមរៀបចំលក់ឲ្យខ្លះលក់លូតឆាខ្លះលក់មីស្រស់ខ្លះលក់មីឆាបាទខ្លះទៅក៏លក់ពេងប៉ោងខ្លះទៅក៏លក់ប្រហិតបាទក្រុមការងាររបស់វឌ្ឍនៈបាទក៏បានមកដល់រៀបចំផ្សេងផងដែរបាទនៅទីនេះមានតាំងពីទឹកពិសា V Active មាន V Active Sport បាទមាន V Cola បាទនិងមានភេសជ្ជៈ Dragon បាទអញ្ចឹងទៅនោះសង្វៀនបាទសង្វៀននៅខាងនោះបាទហើយខាងនេះគឺមានដាក់ថាសង្វៀនប្រដាល់ថ្នាលគុណខ្មែរវត្តកាបាទដែលនៅទីនេះក្រៅតែពីអារាមគុណខ្មែរហ្នឹងបាទក៏មានការរៀបចំតាមទេសកាលបនទានផ្សេងដែរបាទអញ្ចឹងបងប្អូនចាំទស្សនាណាពីរាត្រីជាប់គ្នារាត្រីថ្ងៃអង្គារទី25និងរាត្រីថ្ងៃពុធទី26ខែវិច្ឆិកាឆ្នាំ2025សូមចូលរួមទស្សនាឲ្យបានច្រើនកកខ្ញុំក៏លេខទៅខាងនោះឡានក្រុងមកដល់លមមបាទឡានក្រុងដែលមកទៅឡានអូសំឡេងខ្ញុំលឺលេងខ្ញុំចាប់ដើមលឺអូខេចឹងខ្ញុំជម្រាបជូនត្រឹមប៉ុណ្ណេះសូមរងចាំទស្សនាបាទយប់ថ្ងៃ25មាន live នៅលើ Facebook page LTNG New យប់ថ្ងៃ26មាន live នៅលើ Facebook page របស់គុណខ្មែរ Super Fight បាទ